ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបានតារាឆាតចំពោះបច្ចេក WCT នេះខ្ញុំបានធ្វើទៅលើ website C2C e-commerce ដែលអនុញ្ញាតឲ្យ user ធ្វើការទិញនិងលក់ផលិតផលបានដោយប្រើប្រាស់ភាសា PHP និង Laravel ទៅលើ backend និង TypeScript React ហើយនិង Tailwind CSS ទៅលើ frontend ហើយចំពោះ website របស់យើងមាន role ចំនួន3ដូចជា user, vendor ហើយនិង admin ចំពោះ user គឺមាន3ប្រភេទផងដែរមានដូចជា user ជា guest ដែលគាត់អាចធ្វើការមើល product មើលព័ត៌មាន detail នៃ product និង add product ទៅការដោយ data របស់គាត់ save ទៅក្នុង cookie ដែលជា data base storage នៃ browser មួយទៀតគឺ user authentication ចំពោះ user ដែលបាន authentication រួចឬក៏ register គាត់នៅពេលដែលគាត់ធ្វើការ add product ទៅការ data របស់គាត់នឹង save តាមរយៈ session ID របស់គាត់ទៅកាន់ database របស់គាត់ដើម្បីធ្វើការ process to check out បានយើងធ្វើការបំពេញទៅលើព័ត៌មាននៃការដឹកជញ្ជូនតមកទៀតដើម្បីធ្វើការបង់ប្រាក់បានយើងធ្វើការត្រូវការ verify ទៅលើ Gmail យើងអាចឆែកមើល verify link បានតាមរយៈ spam category នៅក្នុង Gmail បន្ទាប់ពី verify រួចយើងបំពេញព័ត៌មានម្ដងទៀតហើយធ្វើការបន្តទៅការប្រកាន់បង់ប្រាក់ចំពោះ payment method ខ្ញុំបានប្រើប្រាស់ទៅលើ Stripe ហើយដំណើរការវាបានយើងធ្វើការ run ទៅលើ Stripe AE ដើម្បីធ្វើការដំណើរការទៅលើ webhook របស់វាដែលវាបង្ហាញទៅលើព័ត៌មាន status នៃ URL នៃការ payment របស់យើងហើយនៅពេលដែលខ្ញុំបាន run វាអាចដំណើរការបាន success ដូចគ្នាតែវានៅពេលដែល payment រួចវាអាចដក product ចេញពីកាតបានទេដោយសារតែវាអត់ទាន់ success គ្រប់ step របស់វាហើយយើងអាចមើលទៅលើព័ត៌មានលម្អិតនៃការបញ្ជាទិញដែលយើងឃើញមានឈ្មោះរបស់អ្នកលក់ Telegram របស់អ្នកលក់និងពេលវេលាដែលយើងបានទិញនិងព័ត៌មាននៃការដឹកជញ្ជូននិងមាន status នៃការដឹកជញ្ជូនផងដែរនេះគឺជា vendor dashboard ដែលមាន3 module ដូចជាកន្លែងគ្រប់គ្រងទូទៅដែលបង្ហាញពីចំនួនអ្នកទិញនិងចំនួនទឹកប្រាក់ដែលបានហើយនិងគ្រប់គ្រងទៅលើតំណែងនិងមួយទៀតគឺគ្រប់គ្រងទៅលើការបញ្ជាទិញដែលមានដូចជាដែលបង្ហាញទៅលើស្ថានភាពនៃការ payment និងការដឹកជញ្ជូនដែលយើងអាច update ទៅលើការដឹកជញ្ជូនបានជាមួយនឹង delivery phone number ដូចគ្នានិងចំពោះ delivery status គឺយើងមាន4ដូចជា pending ដែលកំពុងរង់ចាំ packing កំពុង workshop shipping កំពុងដឹកជញ្ជូនហើយនឹង receive ដល់ទីតាំងបន្ទាប់ពីយើងធ្វើការ update រួចចំពោះ user interface យើងក៏បាន update ដែរគឺឃើញថា shipping ហើយនឹងលេខទូរស័ព្ទរបស់អ្នកដឹកជញ្ជូនយើងអាចឆែកមើលប្រវត្តិនៃការបញ្ជាទិញរបស់យើងបានដូចគ្នាហើយនេះគឺជាព័ត៌មានលម្អិតនៃការបញ្ជាទិញដែលយើងបានមើលម្ដងហើយនៅពេលដែល payment រួចហើយចំពោះ vendor dashboard យើងមកមើលម្ដងទៀតចំពោះការគ្រប់គ្រងទូទៅយើងអាចឃើញអំពីចំណូលសរុបរបស់ vendor ហើយនឹងចំនួនអ្នកបញ្ជាទិញតំណែងរបស់ vendor ហើយនឹងមានប៊ូតុងសម្រាប់ទៅកាន់ user interface ផងដែរហើយមួយទៀតគឺការគ្រប់គ្រងទៅលើតំណែងដែលយើងអាចធ្វើការកែសម្រួលទៅលើ product និងបង្កើត product បានដោយយើងបង្ហាញទៅលើព័ត៌មាននៃ product ដូចជា title slash ដែលបានមកពី title ដែលវាជំនួយទៅដល់ URL ឲ្យវា clean ហើយនឹងជំនួសទៅដល់ការប្រើប្រាស់ ID និង department category ហើយនឹង description បំពេញទៅលើ price ចំនួននៃ product ហើយនឹង status នៃ product ដែលមានដូចជា trust ហើយនឹង publish ដែលយើងដាក់លក់ trust គឺយើងព្រៀងទុកសិនចំណែកឯ SEO គឺមានដូចជា meta title និង meta description ដែលជំនួយឲ្យ search engine optimization ដែលវាធ្វើការ ranking product របស់យើងនៅពេលដែល search ទៅលើ Google search engine ឲ្យវានៅលើបន្ទាប់ពីបង្កើត product បានជោគជ័យយើងអាចធ្វើការ add រូបភាពនៃ product បានបន្ទាប់ពីបង្កើតបានជោគជ័យយើងអាចទៅមើលទៅលើ user interface ការ search យើងឃើញថាវា load នៅក្នុង product item ហើយបន្ទាប់ពីយើង search យើងចុចទៅមើលព័ត៌មាននៃ product ដែលយើងបាន add វិញដែលយើងអាចធ្វើការ select លើរូបភាពនៃ product វិញបានហើយនេះគឺជា admin dashboard ដែលបង្ហាញអំពីអ្នកប្រើប្រាស់សរុប website commission និងចំណូលសរុបនេះគឺជា department management ដែលយើងធ្វើការគ្រប់គ្រងទៅលើ department ដោយយើងអាចធ្វើការកែសម្រួលលុបនិងបង្កើត department បានចំពោះការបង្កើត department យើង provide ទៅលើឈ្មោះនៃ department និង slash វានឹង auto generate ឲ្យបន្ទាប់ពីយើងបង្កើត department រួចយើងអាចធ្វើការបង្កើត category នៅក្នុង department នោះផងដែរចាំមើលខ្ញុំសូវការសាក add ទៅលើ category នៅក្នុង department ដែលខ្ញុំទំបានបង្កើតរួច
នេះគឺជា user management ដែលយើងអាចមើលទៅលើឈ្មោះ email និងចំណាយរបស់ user ហើយយើងអាចលុបទៅលើ user បានផងដែរហើយនេះគឺជា vendor management ដែលយើងធ្វើការមើលឃើញទៅលើឈ្មោះហាងឈ្មោះ Telegram link ទីតាំងហាងនិងតំណែងសរុបនិងចំណូលសរុបផងដែរ